nhiệt nhôm bột bò sạt từng ọc ní bàn rụp bị thi bọn cật thần ní bọn ní mến bà sóng lục chỉ nẹ rụp tê nẹ chạp đàm tê dưỡng chia chá chia cẩn nạ cam bạc cả rùm chỉ mùi nâng bột bò sạt từng ọc ní bàn rụp bị thi bọn cật thần ní chỉ nẹ đây đào rốt sầm bút bằng sbay trai chỉ vô một bậc kênh đó là sóng đại công trămព្រះវស្សានៅក្នុងវត្តនោះដោយនៅក្នុងឱកាសពេលនេះញាតិញោមបាននាំគ្នាស្វះស្វែងរកនៅសម្ពុតស្បង់ស្បៃត្រៃជីវរមកដើម្បីវេប្រកេនដល់សង្ឃនៅក្នុងវត្តទួលថ្មតម្រាបញ្ញាញាណនេះដែលឲ្យស្របទៅតាមពុទ្ធវិន័យឬក៏ពុទ្ធតម្រាស់ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែងមកចឹងបុណ្យនេះគឺជាបុណ្យនៅក្នុងព្រះវិន័យហើយជាវត្ថុបំណងឬហៅថាពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធពីព្រោះកឋិនដែលកើតឡើងនេះព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ដែលព្រះអង្គទ្រង់ត្រាស់អនុញ្ញាតមកឲ្យភិក្ខុសង្ឃអ្នកនៅក្នុងព្រះពុទ្ធសាសនាបានទទួលក្នុងការអនុញ្ញាតក្រាលគ្រងកឋិនក្នុងការកម្ចាត់បងនៅភាពលំបាករបស់ភិក្ខុសង្ឃនៅក្នុងសម័យនោះរហូតមកដល់ពេលឱកាសពេលនេះហើយក៏អនុញ្ញាតឲ្យពុទ្ធបរិស័ទអ្នកកាន់នៅព្រះពុទ្ធសាសនានេះបានការអនុញ្ញាតក្នុងការធ្វើនៅពិធីបុណ្យកឋិននេះទទួលនៅអានិសង្ឃ5ដូចគ្នាញាតិញោមញាតិញោមបុណ្យកឋិននេះគឺជាបុណ្យមួយដែលប្លែកពីបុណ្យផ្សេងប្លែកត្រង់អាយុកាលរបស់កឋិនទី1កឋិននេះគឺមានអាយុកាលត្រឹមតែ29ថ្ងៃតែប៉ុណ្ណោះណាចាប់តាំងពីថ្ងៃ100ខែអាសត់ដល់ថ្ងៃ15កើតខែកដឹកប្រយ័ត្នធ្វើកឋិនអត់ដឹងអាយុរបស់កឋិនណាញោមមួយទៀតកឋិននេះក្នុងមួយវត្តទទួលបានតែម្ដងទេបើសិនជាញោមចង់វេប្រកេនសម្ពុតស្បង់ស្បៃត្រៃជីវរដល់ព្រះភិក្ខុសង្ឃនោះរួចពីនឹងទៅចង់មកមួយសារទៀតបានក៏ប៉ុន្តែមិនមែនឈ្មោះថាកឋិនទេឈ្មោះថាបុណ្យបច្ច័យ4បាត់ទៅហើយតែបានទេញាតិញោមណាកឋិនគឺមានតែមួយដងទេក្នុងមួយវត្តព្រោះលោកបានទទួលនៅសង្ឃលាភដែលលោកបានគង់ចាំព្រះវស្សាមួយទៀតប្លែកត្រង់ទៅថាបដិគិហកៈអ្នកទទួលនេះឯងទទួលបាននៅអានិសង្ឃ5រីឯពុទ្ធបរិស័ទទាយុទាយិកានេះអ្នកធ្វើនឹងឯងក៏ទទួលបានអានិសង្ឃ5ញោមធ្វើកឋិនញោមសង្គ្រោះកម្ចាត់បងលើអាបត្តិដល់ភិក្ខុសង្ឃទាំងឡាយដែលគង់នៅក្នុងព្រះពុទ្ធសាសនាចាំព្រះវស្សានឹងនៅក្នុងចំណោមអានិសង្ឃទាំងឡាយ5ហើយឈ្មោះកឋិននេះញាតិញោមទាំងអស់គ្នានឹងចង្កលក៏ញោមឮថាកឋិនតែកឋិននេះវាមកពីពាក្យថាកថាធាតុរូបធម៌និងនាមធម៌បូកបញ្ចូលគ្នាទៅគេឲ្យឈ្មោះថាកឋិនគឺគ្រឿងប្រព្រឹត្តទៅបានដោយកម្រក៏ឈ្មោះថាកឋិនឃើញទេ